សួស្តីឬក៏ជំរាបសួរអ្នកទាំងអស់គ្នានឹងពេលនេះដែរគឺខ្ញុំបង្កើតវីដេអូនេះឡើងដើម្បីបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការបាញ់លុយពី ABA ទៅគណនីវិញអញ្ចឹងកុំឲ្យខាតពេលយូរគឺយើងចូល ABA ទៅចូល ABA ជាបន្តជាកន្លែងណាផ្ទេរប្រាក់ចូលមកខាងក្រោមហើយក៏ជ្រើសយកពាក្យថាផ្ទេរប្រាក់ទៅធនាគារនិង wallet ក្នុងស្រុកនិយាយលើហ្នឹងមកហើយជ្រើសយក wing តមកជ្រើសយកគណនីដែលយើងចង់ផ្ញើចេញមានដូចខ្មែរឬក៏ដុល្លារអញ្ចឹងគឺយើងជ្រើសយកគណនីដែលមានលុយគណនីនេះកន្លែងនេះគឺយើងពេញលេខគណនីវិញទៅមកកន្លែងបំពេញចំនួនទឹកប្រាក់ដែលយើងចង់ផ្ទេរ22.1អញ្ចឹងគឺខ្ញុំសូមបញ្ជាក់បន្តិចដែរនៅកន្លែងនេះការផ្ទេរប្រាក់ពី ABA ទៅវិញធនាគារ ABA កាត់ថ្លៃសេវាផ្ញើប្រាក់ហ្នឹងអស់65សេនឬក៏6កាក់5សេនទៅមកជិះពេតតែផ្ទេរបន្ទាប់ពីមកដល់ត្រង់ចំណុចនេះអ្នកគ្នាត្រូវតែពិនិត្យឈ្មោះគណនីវិញរបស់យើងតើត្រឹមត្រូវដែរឬទេបើឈ្មោះហ្នឹងវាត្រឹមត្រូវនឹងដោយគណនីវិញរបស់យើងហើយគឺយើងចុចបញ្ជាក់ទៅប៉ុន្តែបើសិនជាអត់ត្រឹមត្រូវទេអ្នកគ្នាកុំចុចបញ្ជាក់អសោះគឺចុចថយក្រោយទៅវិញដើម្បីបំពេញលេខកូដគណនីវាម្ដងទៀតឬក៏បំពេញលេខគណនីវាម្ដងទៀតតបមកអ្នកគ្នាបំពេញលេខកូដ4ខ្ទង់ដែលជាលេខ ABA លេខដែលយើងបង្កើតជាមួយ ABA ដំបូងគឺលេខ4ខ្ទង់ហ្នឹងបន្ទាប់មកវាលោតមកដល់បែបនេះអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងចេញពី app ABA ហើយយើងចូលទៅក្នុងគណនីវិញឬក៏ app វិញដើម្បីពិនិត្យចំនួនទឹកប្រាក់របស់យើងតើលុយដែលយើងផ្ញើពី ABA មកគណនីវិញរបស់យើងគ្រប់ចំនួនដែរឬទេទៅមកចូលកន្លែងរូបកណ្ដឹងហើយបំពេញលេខសម្ងាត់វិញរបស់យើងគឺជាលេខសម្ងាត់4ខ្ទង់បន្ទាប់មកចុចពាក្យថាយល់ព្រមចឹងលុយបានផ្ញើមកហើយនៅកន្លែងនេះគឺ ABA ផ្ញើមកចំនួនប៉ុណ្ណេះ$22.71ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេ